អបអរសាទរការធ្វើដំណើរនិងការចាប់ផ្ដើមនៃគេដំណើរថ្មី10ភាគបានកន្លងផុតទៅ10សប្តាហ៍នៃការសម្លឹងមើលកញ្ចក់ហើយសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯងនៅពេលយើងចាប់ផ្ដើមការធ្វើដំណើរនេះអ្នកប្រហែលជាមានអារម្មណ៍ថាជាប់គាំងហត់នឿយឬវង្វេងផ្លូវប៉ុន្តែសូមក្រឡេកមើលខ្លួនឯងនាពេលនេះអ្នកនៅតែបន្តនៅទីនេះអ្នកមិនត្រឹមតែមើលនោះទេប៉ុន្តែអ្នកបានស្ដាប់បានពិចារណានិងបានរីកចម្រើនបុគ្គលដែលបានចាប់ផ្ដើមមើលភាគទី1មិនមែនជាបុគ្គលដែលកំពុងមើលភាគទី10នាពេលនេះឡើយអ្នកបានបង្ហាញខ្លួនឯងថាការផ្លាស់ប្ដូរគឺអាចទៅរួចប៉ុន្តែសំណួរពិតប្រាកដគឺនៅពេលដែលអ្នកបានរកឃើញពន្លឺនៃក្តីសង្ឃឹមហើយតើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីធ្វើឲ្យវាឆាបឆេះជាធម្មពលដ៏អស្ចារ្យហើយឬនៅការលំបាកនៅពេលយើងសម្រេចបានសមិទ្ធផលណាមួយគឺការចង់បញ្ឈប់សកម្មភាពយើងតែងតែគិតថានៅពេលយើងមានការរីកចម្រើនបន្តិចបន្តួចយើងអាចត្រឡប់ទៅរកទម្លាប់ចាស់វិញបាននេះគឺជាចំណុចដែលមនុស្សភាគច្រើនបរាជ័យគឺពួកគេស្កប់ស្កល់នឹងអ្វីដែលខ្លួនមានអ្នកបានរៀនអំពីវិន័យការជំនះការបដិសេធនិងការជ្រើសរើសមិត្តភ័ក្តិប៉ុន្តែពិភពលោកនៅតែព្យាយាមទាញអ្នកឲ្យត្រឡប់ទៅរកជីវិតធម្មតាវិញសម្ពាធក្នុងការធ្វើខ្លួនឲ្យដូចគេគឺជារឿងពិតវាពិតជាពិបាកក្នុងការរក្សាភាពរឹងមាំនៅពេលដែលភាពរំភើបដំបូងបានរលាយបាត់ទៅប៉ុន្តែសូមចងចាំថាភាពជោគជ័យដ៏អស្ចារ្យមិនមែនជាទីដៅនោះទេប៉ុន្តែវាគឺជាទិសដៅនៃការដើរមិនឈប់ឈរនេះគឺជាចំណុចរបត់របស់អ្នកលែងជាជនរងគ្រោះនៃកាលៈទេសៈទៀតហើយប៉ុន្តែអ្នកគឺជាស្ថាបត្យករនៃវាសនាខ្លួនឯងចំណុចរបត់កើតឡើងនៅពេលអ្នកឈប់សុំការអនុញ្ញាតពីអ្នកដទៃដើម្បីក្លាយជាមនុស្សអស្ចារ្យអ្នកមិនត្រូវការពិភពលោកមកប្រាប់អ្នកថាអ្នកត្រៀមខ្លួនរួចរាល់នោះទេប៉ុន្តែអ្នកគឺជាអ្នកប្រាប់ពិភពលោកថាអ្នកបានមកដល់ហើយការក្លាយជាមនុស្សដែលមិនអាចបញ្ឈប់បានមិនមែនមានន័យថាអ្នកមិនដែលបរាជ័យនោះទេប៉ុន្តែវាមានន័យថាអ្នកមិនដែលដេកដួលនៅមួយកន្លែងអំណាចដែលអ្នកបានរកឃើញក្នុង10ភាគនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអ្នកមានឧបករណ៍មានផ្នត់គំនិតនិងមានបេះដូងរួចជាស្រេចហើយឥឡូវនេះសូមយកវាទៅប្រើប្រាស់ចុះតើយើងធ្វើខ្លួនឲ្យคล้ายជាមនុស្សដែលមិនអាចបញ្ឈប់បានដោយរបៀបណាទី1ចក្ខុវិស័យ90ថ្ងៃកុំទាន់មើលទៅដល់ឆ្នាំក្រោយប៉ុន្តែត្រូវមើលទៅកាន់80ជំហានបន្ទាប់បដិញ្ញាចិត្តលើដំណើរការងារមិនមែនផ្ដោតតែលើរង្វាន់នោះទេទី2ចែករំលែកពន្លឺអ្នកបានរីកចម្រើនហើយឥឡូវនេះសូមជួយអ្នកដទៃឲ្យរីកចម្រើនដូចអ្នកដែរវិធីដ៏ល្អបំផុតដើម្បីរក្សាការផ្លាស់ប្ដូររបស់អ្នកគឺការចែករំលែកវាទៅឲ្យអ្នកដទៃទី3រក្សាក្តីស្រមៃឲ្យនៅរស់រវើកកុំគិតថាខ្លួនឯងដឹងគ្រប់គ្រាន់ឲ្យសោះបន្តរៀនសូត្របន្តបរាជ័យនិងបន្តក្រោកឈរដំណើររបស់អ្នកជាមួយផ្កាស្លា TV គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះយើងកំពុងធ្វើដំណើរពីការផ្លាស់ប្ដូរទៅការដឹកនាំចំណុចរបត់មិនមែនគ្រាន់តែជាស៊េរីវីដេអូប៉ុណ្ណោះទេប៉ុន្តែវាគឺជាចលនារបស់យុវជនកម្ពុជាជំនាន់ក្រោយអ្នកគឺជាភស្តុតាងដែលបង្ហាញថាអនាគតរបស់យើងគឺភ្លឺស្វាងប្រសិនបើអ្នកបានមើលចប់ទាំង10ភាគហើយ
សូមបញ្ចេញមតិពាក្យថា unstoppable យើងចង់ដឹងថាអ្នកណាខ្លះគឺជាអ្នកដឹកនាំរបស់យើងចែករំលែកវីដេអូនេះទៅកាន់អ្នកដែលត្រូវការចាប់ផ្ដើមជីវិតថ្មីនេះគ្រាន់តែជាដំណាក់កាលទី1ប៉ុណ្ណោះខ្ញុំគឺផ្កាស្លា TV ហើយចំណុចរបត់របស់អ្នកបានក្លាយជាទម្លាប់នៃជីវិតរបស់អ្នកហើយតោះយើងបន្តដំណើរទៅមុខទៀត